រឿង Boss Love Levi តោះយើងទៅផ្ទះទៅក្មេងៗកំពុងចាំនាងនៅផ្ទះចានាងទៅហើយល្អហើយឈានធ្វើល្អចំពោះនាងណាខ្ញុំមិនមានអីត្រូវបារម្ភពីនាងទេលោកឆឹងខាងក្រុមហ៊ុនចិនដាអញ្ជើញលោកឲ្យទៅចូលរួម party នៅថ្ងៃស្អែកនៅពីក្រៅខ្នងយើងពួកគេលួចតាក់ទងទៅខាងក្រុមហ៊ុនផ្សេងផ្ដោតថាប្រយោជន៍ឲ្យក្រុមហ៊ុននោះច្រើនជាងក្រុមហ៊ុនពួកយើងតើយើងនៅអាចធ្វើការជាមួយពួកគេបានដែរអញ្ចឹងតើលោកចង់សហការជាមួយខាងក្រុមហ៊ុនរបស់ហេមីមែនទេទោះបីនោះជាក្រុមហ៊ុនទូចទទួលបានផលចំណេញតិចប៉ុន្តែវាគឺល្អលោកឆាំងខ្ញុំយល់ហើយខ្ញុំនឹងរៀបចំវាទោះបីជាក្រុមហ៊ុនចិនដាមិនបានប្រកួតប្រជែងនៅក្នុងភាពត្រឹមត្រូវប៉ុន្តែនៅក្នុងទីផ្សារប្រកួតប្រជែងអ្នកណាដែលមិនត្រូវការផលចំណេញនោះញីដាគឺមិនស្មើនឹងចិនដាទៅទេមើលទៅលោកឆឹងយល់ព្រមព្រោះតែហឹមអីលោកប្រធានផេងសង្ឃឹមថាគាត់នឹងស្នាក់នៅផ្ទះនោះមនុស្សដែរធ្វើខ្លួនដូចជាឪពុករបស់កូនរបស់ខ្ញុំកាំងខ្ញុំគ្រាន់តែមិនចង់ឲ្យកូនរបស់ខ្ញុំត្រូវហៅថាជាកូនអត់ឪកាំងអញ្ចឹងហៅថាបងស្រីឆាវដូច្នេះហើយបងស្រីយើងញ៉ាំអាហារជាមួយគ្នាមួយពេលទៅថ្ងៃនេះមើលទៅអ្នកនាងហើយនឹងលោកប្រធានផេងគឺកំពុងតែសម្រាប់ស្រួលជាមួយគ្នាល្អហើយសូម្បីតែនាងក៏ចង់មកលេងសើចជាមួយខ្ញុំដែរល្អនឹងអាក្រក់ខ្ញុំហើយនឹងសេឈៀនគឺជាមិត្តភក្តិល្អម្យ៉ាងទៀតថ្នាក់លើរបស់នាងមិនអាចជួយខ្ញុំហើយនឹងកាំងបន្តិចបន្តួចទេលោកចង់ញ៉ាយនៅនាងឈៀវគួរតែមើលសិនថាលោកជាអ្នកណាហើយអតីតកាលដ៏អាក្រក់របស់លោកក៏អញ្ចឹងដែរសំវនៅពេលដែលនាងនាំកាំងមកក្រុមហ៊ុននេះខ្ញុំមិនដាច់ពួកនាងនោះអស់ហើយអូខេអញ្ចឹងសម្រាប់ថា3ថ្ងៃទៀតយើងនឹងចូលរួមក្នុងការដេញថ្លៃនោះខាងចៃអានព្រមសហការជាមួយខាងយើងហើយត្រូវហើយខ្ញុំបានទទួលទូរស័ព្ទកាលពីព្រឹកមិញពួកគេនិយាយថាបន្ទាប់ពីការដេញថ្លៃយើងនឹងចុះហត្ថលេខាយល់ព្រមជាមួយគ្នាល្អណាស់ខ្ញុំគិតថាឆាំងហាននឹងយកព្រមធ្វើការជាមួយខាងចិនដានៅថ្ងៃនោះហើយតើលោកឆាំងនៅតែសង្ហាខ្ញុំធ្លាប់គិតថានៅក្នុងការផ្នែករបស់នាងគឺមានតែលោកផេងតើកុំនិយាយពាក្យនោះទៀតខ្ញុំហើយនឹងគេគឺគ្មានអ្វីទៀតទេមិនថាពេលនេះឬក៏ថ្ងៃអនាគតដែរខ្ញុំមិនយកស្រាប់ទេមិនអាចហាមឃាត់គេឬក៏បំបត្តិសិទ្ធិគេនោះទេឯនេះចេះតែផ្ដល់ការណែនាំមកឲ្យខ្ញុំចុះខ្លួនឯងវិញឯងបិទបាំងកូនចំពោះឆាំងហានខ្ញុំម៉េចលោកឆឹងគឺជាអតិថិជនធំរបស់ក្រុមហ៊ុនយើងផឹកជាមួយគេមកកែទៅណែមានយ៉ាងនោះអូសដៃទៅលោកឆឹងសហការរីករាយចាស្រាមួយកែវលើកជូនសង្សារសហការរីករាយបើសិនជានាងផឹកបែបនោះទៀតកាពះនាងនឹងឈឺកាន់តែធ្ងន់ជាងនេះសេឈៀនមិនធ្លាប់ប្រាប់នាងទេលោកឆាំងលោកមិនអីទេលោកឆាំងមើលទៅលោកមិនសូវស្រួលទេលោកត្រូវការទៅមន្ទីរពេទ្យទេអត់ទេមិនចាំបាច់ទេប៉ុន្តែលោកឆាំងជំងឺកាពះលោកធ្វើទុកទៀតហើយតោះជំងឺកាពះរបស់ឆាំងហានថ្នាំឈឺកាពះដែលគេឲ្យមកខ្ញុំនោះចាំតិចនេះលេបថ្នាំនេះសិនតែបើវាមិនក្រាន់ទេចាំទៅពេទ្យអត់ទេមិនត្រូវការទេនាងទុកវាទៅនៅតែក្បាលរឹងដដែលហើយម៉េចថ្ងៃនេះខ្ញុំក៏ផឹកដែរមិនអាចបាក់បោបានទេនាងអាចជូនពួកយើងទៅផ្ទះបានទេបាន
បើសិនជាគេមិនផឹកជំនួសខ្ញុំទេគេក៏មិនឈឺបាត់នេះដែរតោះយើងទៅជជែកគ្នានៅខាងក្រៅទៅបានហើយម៉េចយើងមិនតាន់បានជជែកគ្នាផងប្រហែលឆ្នាំនេះនាងយ៉ាងម៉េចដែរមិនអីទេល្អណាស់ខ្ញុំបានលើថានាងរៀបការហើយចាមែនហើយខ្ញុំមានកូន2នាក់រួចទៅហើយចាស់ចំណែកនាងហើយនឹងលោកនាយកវិញគេបានសុំខ្ញុំរៀបការកាលពី2ឆ្នាំមុនហើយគិតថានឹងរៀបចំនៅឆ្នាំក្រោយនេះឯងអបអរសាទរផងទីបំផុតលោកនាយករកសុភមង្គលឃើញហើយម៉េចនៅឆ្នាំនោះឆាំងហានដឹងអាកំបាំងពីម្ដាយរបស់គាត់ដូច្នេះហើយទើបគាត់សម្រេចចិត្តចាក់ចេញពីការសហការជាមួយឆាំងស៊ីហើយនៅឆ្នាំនោះបន្ទាប់ពីអ្នកស្រីចាក់ចេញទៅឆាំងហានក៏ក្លាយទៅជាមនុស្សម្នាក់ទៀតគេផឹកស្វឹងរហូតហើយគេក៏បានស្គាល់ក្រុមហ៊ុនចៃអានហើយធ្វើការនៅទីនោះរហូតដល់ថ្ងៃនោះដែលគេចាប់ផ្ដើមឈឺកាពះម្ដងទៀតថ្នាំដានាងបានឲ្យគេទុករហូតរក្សាវាទុកចាប់ខ្លួនរហូតសេលេណាយើងមិនអាចរស់នៅក្នុងអតីតកាលបានទេអ្វីៗគឺដើរទៅមុខជានិច្ចអ្វីដែលសំខាន់គឺជីវិតនៅថ្ងៃអនាគតរបស់យើងហើយម៉េចនាងផ្លាស់ប្ដូរច្រើនណាស់ប៉ុន្តែយ៉ាងណាក៏ខ្ញុំសប្បាយចិត្តដែរខ្ញុំរីករាយត្រេកអរចំពោះនាងចំណែកឯឆាំងហានក៏ទៀងតងខ្ញុំយល់ហើយខ្ញុំនឹងត្រៀមយន្តហោះឲ្យបានឆាប់បំផុតតាមដែលអាចទៅរួចចាហើយម៉េចសំទោសណាខ្ញុំត្រូវត្រឡប់ទៅចៃអានវិញហើយដើម្បីដោះស្រាយបញ្ហាមិនតាន់ដែលកើតឡើងនាងអាចជួយមើលថែឆាំងហានផងបានទេថ្ងៃស្អែកនេះខាង assistant យើងនឹងមកជួយនាងមួយផ្នែកទៀតបានខ្ញុំត្រូវជួយដែរលោកនិយាយថាម៉ាក់របស់លោកមកទីនោះហ៎ថ្ងៃនេះខ្ញុំត្រូវទៅពិភាក្សាជំនួញឃើញនាងរវល់ទៅខ្ញុំសុំឲ្យម្ដាយរបស់ខ្ញុំមកជួយមើលថែកូនរបស់យើង 2-3 ថ្ងៃចាយប់នេះខ្ញុំមានការងារបន្ថែមចេះអីអត់និយាយអីទៀតទេបានហើយខ្ញុំរវល់រងចាំគេត្រឡប់មកវិញហើយនិយាយពាក្យនោះប្រាវសំឡេងលឺមកពីបន្ទប់របស់ឆាំងហានតាឆាំងហានខ្ញុំមិនអីទេទៅឆ្ងាយពីខ្ញុំទៅឈឺទេតែក្បាលរឹងណាស់កុំយកច្រឡំថាខ្ញុំចង់មករកលើកខ្ញុំគ្រាន់តែជួយសេឡូណាជំនួយការរបស់នាងនឹងមកដល់នៅថ្ងៃស្អែកនេះអរគុណធំប៉ុណ្្នឹងហើយនៅតែធ្វើគេបារម្ភទៀតមិនដឹងថាអ្នកណាមើលថែអ្នកណាឲ្យប្រកបទេនេះខ្ញុំជួយលើកបានម្ដងហើយលោកក៏ជួយខ្ញុំវិញអញ្ចឹងយើងរួចគ្នាមែនហើយ5ឆ្នាំហើយឆាំងហានរបួសចាស់ក៏គួរតែជាហើយដែរមែនហើយ5ឆ្នាំហើយយើងរួចគ្នាលោកសម្រាប់ចាស់ជំនួយការរបស់លោកនឹងមកដល់នៅថ្ងៃស្អែកខ្ញុំទៅសិនហើយអូខេ